ជាបឋមខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈនិងសូមចម្រើនពរលោកពូនិងសូមចម្រើនពរដល់បងប្អូនញាតិញោមប្រុសស្រីទាំងអស់ដែលមានវត្តមាននៅក្នុងវេទិកាសាធារណៈរបស់គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅក្នុងថ្ងៃនេះចំណាប់អារម្មណ៍របស់អាត្មាភាពមានការចែករំលែកខ្លះទាក់ទិនពីរឿងដែលអាត្មាប្រឆាំងជាមួយនឹងប្រពៃណីសាសនារបស់ខ្មែរយើងមិនមែនប្រឆាំងត្រឹមតែរឿងគិតយល់ប៉ុន្តែព្រោះតែអារម្មណ៍ដែលយើងគិតប្រៀបធៀបដូចជាយើងគិតទៅដល់ផ្ទះមួយដែលបំរុងនឹងចិត្តឆេះអស់ស្រាប់តែមនុស្សដែលនៅក្នុងផ្ទះនោះអត់មានខ្វាយខ្វល់អីទាំងអស់ថែមទាំងគេនិយាយប្រឡប់មិនឲ្យយើងខ្វល់ពីរឿងផ្ទះដែលរៀបនឹងវិនិច្ឆ័យអន្តរាយនឹងទៀតផងអារម្មណ៍មិនមែនត្រឹមតែគិតយល់ទេគឺទទួលអារម្មណ៍ថាព្រួយបារម្ភខ្វល់ខ្វាយកត្តាទាំងអស់នឹងឯងដែលធ្វើឲ្យអាត្មានិយាយប្រឆាំងជាមួយនឹងអ្នកដែលទេសនាឲ្យមនុស្សទាំងឡាយកើតអញឲ្យមនុស្សលេងខ្វល់ពីអ្នកដតីធ្វើម៉េចឲ្យតែបានមកខ្លួនឯងពេលដែលឮគេនិយាយអញ្ចឹងចេះតែមានអារម្មណ៍ថាអ្នកឯងអាចនិយាយក្នុងចំនួននឹងបានដែលសភាវៈល្អមិនទាន់បានកាន់ការងារស្រុកទេសពេញលេញតែទៅមុខឲ្យតែនិយាយពាក្យនេះមួយម៉ាត់ហែងរកពេទ្យថ្មិញហើយបើមិនបាក់ថ្មិញទេធ្លាក់ទៅលើគេហ្មងឲ្យតែនិយាយញោមអើយបានអានិសង្ឃណាស់សាធុអញ្ចឹងបានបុណ្យចេះបានបុណ្យចុះឲ្យតែក្នុងលក្ខណៈគ្រូក៏ដោយធម្មមេចាក៏ដោយឲ្យតែក្នុងលក្ខណៈបដោះអញឯងត្រៀមពេទ្យថ្មិញហើយបើមិនបាក់ថ្មិញទេធ្លាក់ទៅលើគេហ្មងព្រោះអកតាទាំងអស់ហ្នឹងបងប្អូនវាធ្វើឲ្យផ្ទះដែលយើងអាចត្រូវសង្គ្រោះបានសោះវាត្រូវជាផ្ទះនឹងអន្តរាយកត្តាអន្តរាយខាងក្រៅបងប្អូនមិនអាចធ្វើឲ្យផ្ទះនឹងអន្តរាយក្រៅពីអាអ្នកនៅក្នុងផ្ទះនឹងវាអត់ខ្វល់ពីផ្ទះខ្លួនឯងសោះនេះអញ្ចឹងដែលធ្វើអាត្មាឲ្យទៅលើពាក្យថាយើងកុំខ្វល់នយោបាយយើងកុំខ្វល់ពីសង្គមនឹងអ្នកនយោបាយទុកឲ្យគេធ្វើទៅយើងអ្នកធរអ្នកអាគិតតែពីធរអាមហ្នឹងទៅមិនបាច់ខ្វល់នយោបាយអីទេឬពាក្យហ្នឹងបងប្អូនស្គិញតាំងពីក្នុងពោះធ្លាយដល់មាត់បាននិយាយអត់សំណោះហ្នឹងណានិយាយដល់បញ្ហាដល់ខ្លួនហ្នឹងណាក៏វាមានអារម្មណ៍ថាមិនអាចទប់ចិត្តបានវាត្រូវតែនិយាយចឹងហ្មងវាស្គិញពីក្នុងពោះមកពេលដែលអាត្មាស្ដាប់ផែនការរបស់សាសដតីដែលគេបំរុងហ្នឹងធ្វើបាបបំរុងហ្នឹងយីមកលើខ្មែរយើងបងប្អូន3យ៉ាងផែនការទី1ស្លាប់ខ្មែរបងប្អូនវិនិច្ឆ័យហិនហោចពុជសាសយើងខ្ចាត់ទៅស្រុកគេខ្លះទៅអ្នកចេះដឹងងាប់អស់មកកណោទៅអាហ្នឹងផែនការយើងស្រួលយល់មួយផែនការទី2សពថ្ងៃនេះសេដ្ឋកិច្ចស្រុកខ្មែរហ្នឹងបងប្អូនមើលដាំស្រូវដាំចកាអីបានផលមិនបងប្អូនដឹងខ្លួនឯងចំណាយដើមទុនច្រើនតែបានផលតិចដល់ទៅពេលអញ្ចឹងដីស្រែមកកណោស្រុកខ្មែរជីមើលឡើងលហលហែវទុកចោលអត់ធ្វើទេឲ្យកូនឲ្យចៅទៅធ្វើការស្រុកគេស្រុកថៃខ្លះផងស្រុកកូរ៉េខ្លះផងទៅព្រោះមានតែផ្លូវនឹងទេបានរស់បើពឹងទៅលើកសិកម្មត្មងអត់រស់ទេសេដ្ឋកិច្ចស្រុកខ្មែរបងប្អូនគេធ្វើដល់ថ្នាក់ហ្នឹងមើលតែភ្លើងបងប្អូនប្រហែលថ្ងៃមុនដាច់តែពីខាងនោះមកយើងអានេះចង់វឹកវរមកប្រទេសអាហ្នឹងមិនមែនគេមានអីបងប្អូនគេធ្វើតេស្តមើលតាគេធ្វើតេស្តមើលចាំមើលតែផ្ដាច់ទៅវាវឹកវរមិនបងប្អូនហើយដាច់អានោះសោះវាមកដល់យើងដែរបងប្អូនគ្រាន់តែចឹងហើយព្រលឹមឡើងនិយាយប្រាប់គ្នាឯងអូយមិនឯងព្រឺសវល់ហ្មងបែព្រឺសវល់ឯងខ្មោចលងថាអត់ទេដាច់ភ្លើងហ្នឹងដាច់ពីគេសោះមិនក៏យើងនេះដាច់ដែរបងប្អូនគិតមើលលក្ខណៈអញ្ចឹងអីបងប្អូនសុទ្ធតែរឿងគេរៀបចំផែនការទាំងអស់អត់ព្រួយបារម្ភមិនបងប្អូនអត់ព្រួយបារម្ភមិននៅភ្នំពេញបងប្អូនគេមានពាក្យមួយម៉ាត់គេនិយាយលេងតែមិនអត់កង្ហើអត់ដង្ហើមនៅពេញហ្នឹងអត់កង្ហើក៏អត់ដង្ហើមដាច់តែភ្លើងតែ3ម៉ោងស្ទះខ្យល់សង្ងប់វាស្អោសផ្ទះមួយបងប្អូនអត់មានប្អូចអត់មានប្រអោចទេផ្ទះជួលស្រុកខ្មែរបងប្អូនដូចមិនបានស្មាគុកស្រុកគេផងវាជាអៀតបន្ទប់ទឹកនឹងអីនឹងអត់មានប្អូចចេញចូលដាច់តែដង្ហើមមួយបងប្អូនទៅដេកណាបែកញើសក៏ខ្លាក់តាំងពីករហូតធ្លាក់ដល់កែងជើងបងប្អូនឲ្យរួមមិនទៅផែនការទី2នេះបងប្អូនមើលប៉ុណ្ណឹងមើលយល់នេះវាធ្ងន់បំផុតដែរផែនការទី3នេះធ្ងន់ហ្មងបងប្អូនស្លាប់មនសិការខ្មែរធ្ងន់ហ្មងផែនការទី3ហ្នឹងផែនការទី1ផែនការទី2បងប្អូនអត់ជាបញ្ហាទេដូចអ៊ីស្រាអែលអញ្ចឹងព្រាត់ប្រាសជនរួមឈាមរបស់ខ្លួនបដែតគ្រប់ប្រទេសបងប្អូន70សាស70ភាសាប៉ុន្តែអ្វីដែលគេមិនអាចទៀតបានណាបងប្អូនមនសិការហើយនឹងមនោសញ្ចេតនាចំពោះទឹកដីមាតុភូមិជាតិសាសខ្លួនបងប្អូនផ្ដុំក្បាលគ្នាបាត់ទឹកដីបងប្អូន2000ឆ្នាំហើយអាចយកទឹកដីបានហើយតូចក៏ប្រុកប៉ុន្តែអាចឲ្យជាតិសាសដតីដែលខ្លាំងជាងខ្លួនឲ្យវាឈឺចាប់បានមានល្អិតតែអាចដាល់ឯងខៀវភ្នែកឲ្យឯងឈឺចាប់បានបងប្អូនមើលផែនការទី1ស្លាប់ពូជសាសផែនការទី2ស្លាប់សេដ្ឋកិច្ច
អត់ជាបញ្ហាឡើយទេបងប្អូននេះអាបញ្ហាធ្ងន់បំផុតដែលសម្លាប់ដល់ឫសគល់បងប្អូនមនសិការការដឹងខុសដឹងត្រូវឲ្យកើតក្តីព្រួយបារម្ភឲ្យងើបធ្វើបងប្អូនធាតុមនសិការដែលជាអ្វីមួយនៅក្នុងខ្លួនយើងរុកគូដល់ឲ្យដេកលក់អាត្មាអញ្ចឹងបងប្អូនដល់ពេលស្ដាប់ផែនការ3ហ្នឹងបងប្អូនព្រឺសបល់ពេលដែលព្រឺសបល់អត់ស្មើនឹងអាមើទស្សនភាពខ្មែរបំផ្លាញគ្នាឯងបងប្អូនខាងសាសនាបងប្អូនគិតលេងទៅបងប្អូនបំផ្លាញចង់ផ្លាញជាងអ្នកនយោបាយផងនិយាយឲ្យមនុស្សលេងខ្វល់ពីអ្នកដតីកើតអញកាន់តែខ្លាំងបងប្អូនសម្ដីអ្នកប្រាជ្ញអត់មានសម្ដីសោកសៀតឌៀមដាមអត់មានយើងសម្ដីបានមកខ្លួនឯងនិយាយផុតពីអញទី3សម្ដីនិយាយដើម្បីឲ្យគេនឹងអស់អញទី4និយាយសម្ដីដែលមានហេតុផលផ្ដល់ជាបញ្ញាដល់អ្នកដតីស្រាប់ដល់ទៅពេលស្រុកខ្មែរបងប្អូនខាងសាសនាបងប្អូនគេបបួលមនុស្សទាំងហ្វូងបងប្អូនលេងឲ្យខ្វល់ពីជាតិសាសន៍ខ្លួនអាត្រង់ហ្នឹងដែលអាត្មាចេញទៅប្រឆាំងជាមួយនឹងក្រុមអ្នកសាសនាហើយនិយាយចំទាស់ជាមួយគេរហូតដល់គេស្អប់សឹងគ្រប់ទិសទៅហើយបងប្អូនព្រោះតែបញ្ហាដែលគេនិយាយឲ្យមនុស្សវាកើតអញបើយើងនិយាយក្នុងលក្ខណៈឥឡូវមិនត្រូវឲ្យមនុស្សកើតអញទេព្រោះតែកើតអញផ្ទះយើងឆេះអស់ហើយមិនអាចសង្គ្រោះផ្ទះយើងបានទេតែបើយើងទៅផ្ទៀងផ្ទាត់ជាមួយមេរៀនប្រពុតជាតិសោតបងប្អូនហើយអត់មានរឿងឲ្យមនុស្សកើតអញទៀតហើយចោះហេតុអីបានជាអ្នកទេសនាសពថ្ងៃហ្នឹងឲ្យមនុស្សកើតអញហ្នឹងកាន់តែខ្លាំងម្ល៉េះលេងឲ្យខ្វល់ពីអ្នកដតីបងប្អូនជំនាន់ពុទ្ធកាលទៅប៉ើង3ដកតាំងពីលេខ1មកនៅក្នុងវិន័យ3ដកបរាជកខណ្ឌសង្ឃីតិសេសទី1ទី2ទី3បងប្អូនវិន័យបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធដែលអាត្មាសម្គាល់ឃើញបងប្អូនភិក្ខុសង្ឃណាដែលបានធ្វើខុសហើយបរិស័ទគេទេសឌីលភិក្ខុនឹងចេះភិក្ខុនឹងចោះអត់មានភិក្ខុណាមួយចេញតការពារភិក្ខុដែលធ្វើខុសហ្នឹងឯងហើយអត់មានពីណាទៅប្រឆាំងជាមួយកុហកនឹងទៀតសោតប្រសក់នេះមិនក៏ដៀលប្រសងអញ្ចឹងចង់ឲ្យពុទ្ធសាសនានឹងរីកចម្រើនអីមិនក៏លាតដណ្ដាងការពិតនឹងពុទ្ធសាសនាចេះមួយអញ្ចឹងបងប្អូនអត់មានសោះមានតែទទួលពុទ្ធថែមទទួលពុទ្ធមិនត្រឹមតែមិនការពារភិក្ខុនឹងហើយខោកកញ្ញទៀតភ្លឺណាស់ហែងខោកហៅសតមនីមុខបរោះមិនត្រឹមតែមិនការពារហើយបងប្អូនស្ដីឲ្យថែមទៀតអាធ្វើខុសហ្នឹងស្ដីឲ្យថែមឲ្យបញ្ញត្តិជាច្បាប់ជាសិក្ខាបទឲ្យភិក្ខុទាំងឡាយហ្នឹងកាន់ទៀតថាដូចព្រះអង្គទុកទំនុកទឹកចឹងបងប្អូនដល់ឥឡូវសប្ងៃបងប្អូនដែលគេអះអាងថាខ្ញុំប្រកាសរណាជ្រះថ្លាជាមួយពុទ្ធពធប្រសងនឹងខ្លាំងណាស់សូមឲ្យពុទ្ធពធប្រសងរីកចម្រើនមាត់និយាយអញ្ចឹងណាតែសកម្មភាពកំពុងតែបំផ្លាញមេរៀនពធហ្នឹងយ៉ាងសកម្មមាត់និយាយអញ្ចឹងទេតែសកម្មភាពហ្នឹងបំផ្លាញមេរៀនពធហ្នឹងយ៉ាងខ្លាំងដូចសំរងស៊ីអញ្ចឹងខ្ញុំស្នេហាជាតិយើងអ្នកប្រជាធិបតេយ្យតែសកម្មភាពរបស់បងប្អូនផ្ទុយស្រឡះអំពីមាត់ដែលខ្លួនឯងថាអាហ្នឹងពីខ្មែរតែមិនមាត់ផ្សឹងចិត្តផ្សេងបានអាត្មាលឺអ្នកចង់ឲ្យពុទ្ធសាសនារីកចម្រើនចេះចង់ឲ្យអាចដឹងស្អីមាត់និយាយផ្សឹងតែសកម្មភាពបំផ្លាញមេរៀនធម៌ហ្នឹងយ៉ាងសកម្មបងប្អូនហើយយើងវែកញែកហែកមុខពួកចោលថងយាមវាមិនត្រឹមតែពិនិត្យមើលគ្នាឯងអត់ទេបងប្អូនវាមកប្រឆាំងជាមួយយើងយើងនេះនិយាយចំទៅចេញការពារគ្នាឯងចេញការពារហើយមាត់ចង់ឲ្យពុទ្ធសាសនារីកចម្រើនអាម៉េចបើអ្នកធ្វើផ្ទុយពីពុទ្ធគ្រាន់តែចំណុចហ្នឹងអ្នកធ្វើផ្ទុយពីពុទ្ធ180ដឺក្រេបាត់ហើយហ្នឹងហើយអ្នកចង់ឲ្យពុទ្ធសាសនារីកចម្រើនអាម៉េចបើសកម្មភាពអ្នកធ្វើផ្ទុយពីពុទ្ធពេលភិក្ខុសង្ឃទាំងឡាយធ្វើខុសមិនត្រឹមតែមិនការពារហើយហៅមនាមុខបរោះហើយបញ្ញត្តិច្បាប់ទៀតឥឡូវផ្ទុយពីឪពុកផនខ្លួនហើយហ្នឹងហើយអ្នកស្រឡាញ់ឪពុកអ្នកអាម៉េចបើពេលគេថាខុសអ្នកអត់មានទៅពិនិត្យមើលខ្លួនឯងដែលគេវាយជុំទៅអ្នកអត់ពិនិត្យមើលខ្លួនឯងបងប្អូនអើយលើកទាំងវងថាវាយ LDP នោះសុបទៅចង់ខ្លាំងជាអ្នកនយោបាយតែជាប់សិលដែរបងប្អូនអត់ព្រមប្រើពាក្យកាហេតុកាហេតុអាចឆ្កែអាថប់ដោយពួកខាងសកម្មជនសង្គ្រោះជាតិមែនបងប្អូនតែនៅខាងក្រៅបងប្អូនថាវាធ្វើគ្រប់វិធីចង់ប្តឹងបិទយើងហ្មងបងប្អូនហើយសង្គ្រោះជាតិណាបងប្អូនពេលដែលវានិយាយវាអត់ជាប់សិលជាប់ស្បង់ចពោអីវាត្រូវថាហ្មងអត់សូវសាហាវអាហ្នឹងនេះអាសាហាវអត់មានមាត់ខ្លាំងអាចឈាមថោកអាចឈាមឆ្កែអាចចេះមួយពាក្យសុជីវធម៌ខាងក្រៅមែនបងប្អូនប៉ុន្តែខាងក្នុងបងប្អូនបនឲ្យយើងរលាយបងប្អូនមើលតាខុសខើសាហាវប៉ុណ្ណាអ្នកធរអ្នកអាស្រុកខ្មែរសាហាវប៉ុណ្ណាបងប្អូនដែលប្តឹងទៅក្រសួងចង់ឲ្យបិទប៉ុស្តិ៍យើងផ្សាយចង់ឲ្យបិទចង់ឲ្យកុំយកលាយហ្មងបងប្អូនហើយពេលទេសនាបងប្អូនដែរហ៊ាននិយាយភាសាត្រង់បងប្អូនសុខសៀតឌៀមដើមគណៈបកមួយមានអ្នកខ្លះយកទស្សនៈថាម៉ែឪគ្មានគុណយកមកសម្ដែងឲ្យមនុស្សនឹងលេងដឹងគុណម៉ែឪឃើញទេលោកសង្ឃស្រុកខ្មែរអញ្ចឹងបងប្អូនមើលអ្នកធរអ្នកអាស្រុកខ្មែរ
សោកសៀតឌៀមដាមអត់ដៃហ៊ាននិយាយត្រង់ព្រោះឲ្យជាប់សិលជាប់ស្បង់ចពោនេះខ្លាចគេថាលោកឯងសំលោកគេថាអាត្មាមកកណោលោកនឹងមិនសមជាលោកសោះញោមបើចង់រកអាសមជាងលោកក៏ស្រួលសំដែងសមហ្មងបាទអាត្មាចង់សំដែងញោមសមហ្មងជួងងប់ហ្មងដូចយើងបោកស្រីអញ្ចឹងអញចង់បោកនាងស្រួលប្រើតាវោហាក្បាច់លិចក្បាច់កើតនឹងបានហ្មងតែហេតុអីបងប្អូនមនសិកាដែលធ្វើឲ្យយើងមិនអាចធ្វើរឿងអញ្ចឹងកើតហើយងើបមកប្រឆាំងជាមួយនឹងទស្សនវិជ្ជាទូទៅនៅក្នុងស្រុកខ្មែរអំពីការធ្វើបុណ្យធ្វើទានហើយនឹងការសម្ដែងធម៌របស់លោកទេសនានឹងធម្មចារដែលសម្ដែងឲ្យមនុស្សកើតអញកាន់តែខ្លាំងបងប្អូនមិនបាច់ថែនការហូរជំនាញទេបងប្អូនបាច់ថែនការពីខាងណាទេតែយើងនឹងបំផ្លាញខ្លួនឯងផ្ទះដែលរៀបនឹងឆេះត្រូវសង្គ្រោះផ្ទះនឹងបានសោះហ៎បងប្អូនអាកេដុតផ្ទះយើងផ្ទះនឹងអាចពលុតតន់ណែវាយ៉ាប់អាសមាជិកគ្រួសារយើងនេះវាមានអាមដល់ក្រុមនេះបបួលគ្នាមិនឲ្យគិតពលុតផ្ទះសោះបងប្អូនអត់មានការព្រួយបារម្ភអីទាំងអសំនឹងស៊ីតាមម៉េចអត់ដឹងអីទាំងអសំនឹងស៊ីក៏អត់ដឹងអីទាំងអខ្មែរយើងអញ្ចឹងអត់ដឹងអីទាំងអតើវាសពទិសពេកទៅបងប្អូនវាអស់ពាក្យបញ្យលបងគិតយូរទៅចង់ស្ទះខ្យល់បងប្អូនចង់សរុបសង្ខេបខ្លីហ្មងឃើញពួកអ្នកសាសនាមកបងប្អូនសង្ខេបអ្វីដែលខ្លួនបញ្យលតាំងប្រមាណជួបមុខគាត់ញោមមើលអនុមោទនីពូជបាត់ដីតែប៉ុណ្ណឹងជួបពួកខាងយោបាយបោកឃើញពួកអ្នកគាំទ្រចង់ឲ្យសួរវាកូនមានអាលីឲ្យដឹងគេបោកនៅប៉ុណ្ណឹងបានដល់ពេលឃើញទស្សនវិជ្ជាពេទ្យអញ្ចឹងអញ្ញាធរអញ្ចឹងអីអញ្ចឹងសង្គមអញ្ចឹងពិបាករស់សង្ងាប់ជួបរាជខ្មែរនៅតាមផ្លូវចង់ឲ្យស្រែកសួរថារស់អាម៉េចសង្គមអញ្ចឹងរស់អាម៉េចអ្នកមានអារម្មណ៍អត់ថារស់អត់កើតក្នុងសង្គមអញ្ចឹងបើមិនងើបធ្វើទាំងអស់គ្នាដើម្បីបោសសម្អាតសង្គមនឹងទេអ្នករស់អាម៉េចបងប្អូនខ្មែរយើងបងប្អូនអន់អារឿងអត់ចេះស្អប់អំពើអាក្រក់ហ្នឹងហ្មងបងប្អូនលោកទេសនាច្រើនណាស់ពីរឿងហិរិធម៌អតបៈធម៌ដែលជាគុណធម៌របស់មនុស្សបងប្អូនទេសច្រើនណាស់ប៉ុន្តែវេកញែកអត់ឲ្យមនុស្សវាកើតធម៌ហ្នឹងសោះវាអត់មានហេតុផលកតៈកលាគ្នាហើយនិយាយចេញពីដួងចិត្តនៅអ្វីដែលខ្លួនឯងពណ៌ត្រូវទៅកាន់អ្នកស្ដាប់តើអ្នកស្ដាប់បងប្អូនអត់ដែលពណ៌ត្រូវហេរិធម៌ហ្នឹងមិនអាសក្តិខ្មាស់ខ្លួនឯងខ្មាស់អំពើបាបស្អប់បងប្អូនស្អប់ទេតាស្អប់ហើយមានន័យថាវាអត់ចូលចិត្តតែអត់ចូលចិត្តហើយគឺត្រូវតែប្រឆាំងហ្នឹងហ្មងហេរិធម៌ហ្នឹងប្រឆាំងហ្នឹងហ្មងស្អប់ខ្មាស់អំពើអាក្រក់ទាំងឡាយដែលជាហេតុបង្កទុក្ខទោសដល់អ្នកដទៃបងប្អូនខ្ពើមហ្មងដែលជារឿងប្រយោជន៍តខ្លួនខ្ពើមស្អប់ងើបតស៊ូប្រឆាំងនៅអំពើអាក្រក់ហេរិធម៌ដែលពេញជាហេរិធម៌បងប្អូនប្រឆាំងធ្វើការងារប្រឆាំងនឹងអំពើអាក្រក់ដោយចិត្តខ្ពើមរអើមបងប្អូនខ្ពើមរអើមខ្មែរយើងអន់អាហ្នឹងអន់អាលក្ខណៈអត់ចេះងើបតស៊ូប្រឆាំងនឹងអំពើអាក្រក់ដឹងថាលោកវត្តហ្នឹងបងប្អូនស្រីញីច្រើនណាស់វត្តខ្លះបងប្អូនយកស្រីមកដេកក្នុងកុដហ្នឹងតែហ្មងមកដេកក្នុងកុដហ្នឹងតែហ្មងចង់មុំផ្សេងគ្នាទៅគេសួរទៅពីណាគេកូនធរអាត្មាកូនធរអាត្មាញោមកូនធរហ្នឹងមានប្តីហ្នឹងមានហើយតែម៉ាយកូនមួយកូនធរតែម៉ាយកូនមួយបងប្អូនមើលយកទៅដេកក្នុងកុដហ្នឹងបងប្អូនអត់ពីណាធ្វើចាញ់ទេពុទ្ធបរិស័ទតែគេដឹងសពទិសអត់ធ្វើចាញ់បងប្អូនគេអាងអីអាងខ្នងសុកខ្មែរអញ្ចឹងអាងខ្នងបងប្អូនហើយប្រទេសនាគ្មានអាណាផ្អែមដល់ទេសនាគ្មានអាណាផ្អែមដល់កូនធរបងប្អូនហើយយកទៅដេកក្នុងវត្តពីយប់បងប្អូនគេធ្វើអត់ចេញខ្មែរយើងវាអត់មានអាលក្ខណៈបដូរផ្ដាច់ស្អប់អំពើអាក្រក់បងប្អូនស្អប់ហើយអញនៅមិនបានទេមិនទុកឲ្យឯងរស់នៅស្រួលហ្មងចំនួន LDP កើតទៅបងប្អូនចំនួនមុននឹង LDP បដិសន្ធិលើកដែនដីកម្ពុជាបងប្អូនខ្មែរយើងបងប្អូនមនុស្សល្អពិបាករស់ហើយដល់ឥឡូវនេះយើងធ្វើយ៉ាងណាឲ្យពួកអាខូចពួកអាបោកនឹងពិបាករស់ម្ដងកម្មឯងខ្មែរថាម៉េចកម្មឯងជាតិមុនឯងវាយអញឥឡូវអញវាយមិញយើងនិយាយលេងណាចំនួនមុនឯងធ្វើឲ្យពួកអំពើល្អហ្នឹងបងប្អូនពិបាករស់ឥឡូវកម្មសងពួកអំពើគាត់វិញឲ្យឯងពិបាករស់ហ្មងជាតិហ្នឹងឯងដាក់បាយឆ្កែស៊ីជាតិក្រោយកាត់ជាឆ្កែដាក់បាយស៊ីម្ដងកម្មវាត្រឡប់កម្មវានិយាយលេងណាចំនួននេះបងប្អូនធ្វើម៉េចឲ្យពួកអាខូចនៅកើតខ្មែរយើងខ្វះអាធិធហ្នឹងម៉េចអាការស្អប់អំពើអាក្រក់ហើយប្រឆាំងមិនឲ្យវានៅកើតបងប្អូនដឹងថាអាហ្នឹងខូចបងប្អូនតែធ្វើចេញផោះតាំងមានអីមានទាំងអស់បងប្អូនយើងមិនបាច់និយាយទាំងផោះតាំងឃើញបន្ទាប់ភ្នែកទេបងប្អូនគ្រាន់តែហេតុផលងាយនៅក្នុងហ្នឹងនៅទីកំបាំងជាមួយនឹងស្ត្រីឲ្យពីរយប់ទៀតបងប្អូនមើលសម្ោចឲ្យនឹងស្គរវាមិនដែរសម្ោចទៅស៊ីថ្នាំពុលបងប្អូនគិតមើលសម្ោចឲ្យស្គរវាមិនដែរសម្ោចទៅស៊ីថ្នាំពុលហើយរឿងចឹងអីញាតិញោមហើយគាត់មកសួរយើងបាទអាត្មាគិតហួសចិត្តហ្មងថាគ្មានអីទេប្រមូលពុតបរិស័ទឲ្យវាផ្អើភូមិបាទថាវាមិនចេញទេប្តឹងសារព័ត៌មានឲ្យវាល្បីសុសសាយម្ដងមើលហើយអញ្ចឹងឲ្យពេលយើងនិយាយអញ្ចឹងពួកខាងសាសនាគេថាមិនអ្នកឯងថ្មិលអត់សាសនាចង់ឲ្យពុទ្ធសាសនាហ្នឹងឲ្យលាយអូឯការពៀននឹងពុទ្ធសាសនារីចម្រើនអាខូចនៅមកកណោហ្នឹងបានអាត្មាថាពួកនេះថាតមាត់ទេ
ប្រពុតតែដឹងអ្នកណាខុសស្ដីឲ្យថែមមិនត្រឹមអង្ការពីរហើយស្ដីឲ្យថែមឆែកនឹង3ដាក់មើលឥឡូវគេបបួរ LDP នឹងចង់ចាក់កាពីទៀតបបួរ LDP ចង់ចាក់កាពីទៅមើលកំពីតាំងពីលេខ1មកគាត់សម្គាល់ឃើញថាប្រពុតមិនដែរការពារភិក្ខុដែលខូចនឹងទេអត់ការពារហើយហៅមកខបរោះឲ្យបញ្ញត្តិច្បាប់ទៀតស្ដីឲ្យអណៃកបរិយាយប្រពុតនឹង3ដាក់ព្រះអង្គទេសដៀភិក្ខុអង្គនឹងយ៉ាងអណៃក៏បងប្អូនស្គាល់អណៃវាจะច្រើនណាស់កបរិយាយជេអាត្មាជាសម័យមើលប្រហែលមិនជេដូចយើងតែព្រះអង្គពាក្យព្រះអង្គមួយឈឺបងប្អូននិយាយចំអត់មានលក្ខណៈសោកសៀតឌៀមដាមទេនិយាយចំមកហើយធ្វើខុសថាចំនឹងបងប្អូនបានគេថាមិនប្រពុតព្រះអង្គទេសដៀលភិក្ខុដែលធ្វើខុសនឹងអណៃកបរិយាយវាច្រើនហើយល្អិតទេសដៀលភិក្ខុនឹងឲ្យវាភ្ញាក់ខ្លួនកើតសេចក្តីខ្មាស់ខ្លួនឯងហើយប្រពុតប្រើវិធីទេសដៀលនឹងដែរតើដើម្បីតម្រង់ភិក្ខុនឹងដឹងតែខូចហើយយើងគេថាម៉េចLDP បាច់ជេអាចកែមនុស្សបានពីណាគេនេះតំបកាតបាក់មកនេះបាច់ជេអាចកែមនុស្សបានគេនិយាយចឹងសួនស្រីរត់រកថៃនេះបើអាចកែមនុស្សបានព្រោះតែរឿងជេគេមិនបាច់បង្កើតសាលាទេហើយអាត្មាមួយ state ភូមិអង្គុយសើចបើព្រោះតែដើរសាពះហ្នឹងអាចសុំប្រជាធិបតេយ្យអាចកែមនុស្សបានគេដើរសាពះអស់ហើយឃើញមកក្បាច់ម្នាក់ហើយគេបានអពាក្យតបអញ្ចឹងគេនិយាយតាមសួនសេរីរដ្ឋាហ្នឹងគ្រប់តែគ្នាពួកអាអ្នកដែលវារាប់ប្រឡោះបាយ LDP ហ្នឹងបើជេអាចកែមនុស្សបានគេមិនបាច់បង្កើតសាលានិយាយតគ្នាទៀតប៉ុន្តែអត់មើលណាប្រពុតដែលកត់សម្គាល់ត្រង់ពាក្យប្រមាថដែលស្តៀងនឹងយើងដែរពេលដែលធ្វើខុសហើយបងប្អូនដែលជារឿងបំផ្លាញប្រយោជន៍នៅដទៃប្រពុតថាមិនគេថាទេដៀភិក្ខុនឹងយ៉ាងអណៃកបរិយាយបើមិនជឿទៅប៉ាង3ដកមើលហើយ9ចាក់កំពី3ដកលេខ1លេខ2លេខ3លេខ4ទៅមើលអត់ដឹងtempoហើយតែនៅក្នុងសភៅចំណាំ3ដកវិន័យហ្នឹងអណៃកបរិយាយទេសដៀលបងប្អូនទេសដៀលអណៃកបរិយាយវាច្រើនហួសហើយល្អិតបរិយាយបងប្អូនអធិប្បាយការទេសដៀលផងព្រះអង្គបងប្អូនដល់ភិក្ខុដែលធ្វើខុសខ្មែរយើងអន់បំផុតអន់អារឿងមិនចេះប្រឆាំងនឹងអំពើអាក្រក់ហ្នឹងហ្មងបងបដិញ្ញាចិត្តតស៊ូយ៉ាងបដូរផ្ដាច់តទល់នឹងសភាវៈអាក្រក់គឺជាកាតព្វកិច្ចរបស់មនុស្សល្អខ្មែរយើងខ្វះហ្នឹងហ្មងខ្វះស្អប់អំពើក្រក់ឲ្យងើបធ្វើហ្មងបងប្អូនបានអាត្មានិយាយថាជំនាន់ LDP ទៅមុខទៀតពួកអាខូចពិបាកហើយឲ្យតែលឺខ្ជាក់ចេញសម្ដីយ៉ាងផ្អែមដូចទឹកខ្មុំរបស់អ្នកឯងស្ដាប់យូរកើតតងងផ្អែមហ្នឹងណាឲ្យតែមនុស្សកើតអញហើយទៅរកពេទ្យថ្មិញសេរីរកពេទ្យថ្មិញហើយបាក់ថ្មិញអូនអត់មានរឿងឲ្យខ្មែរក្នុងកលៈទេសៈហ្នឹងកើតអញទេបងប្អូនដល់ពេលវាអស់អីតបងប្អូនទេសនាឌៀមដាមក្នុងមួយជុំតែស្ដាប់យកមិញដឹងគេថាម៉េចយើងជាពុទ្ធជនវាត្រូវតែចង់បានអានិសង្ឃចង់បានបុណ្យមកខ្លួនឯងអញ្ចឹងហើយមិនតាន់ព្រះអរហន្តណាបងប្អូនមើលភាសាឡូហ្សិកមនុស្សក្បាលល្មមគិតតូលបានទេតមកចេះគិតមើលអញ្ចឹងអញ្ចឹងមែនអញ្ចឹងបើលោកយើងនិយាយកុំនិយាយសង្ឃវិតមូលយើងនិយាយថាភិក្ខុមួយអង្គបុគ្គលណាមួយក្នុងស្ថាប័នហ្នឹងលោកកូនគេហើយមិនបាច់ឲ្យសឹកទេហើយក៏មិនបាច់ឲ្យទៅគុកដែរព្រោះអីវានៅពុទ្ធជនដែរហ្នឹងមិនតាមរាច់ព្រះអរហន្តទេណាបងប្អូនមើលយើងធ្វើបុណ្យយើងទៅតែចង់បានអានិសង្ឃចង់បានបុណ្យអញ្ចឹងហើយមនុស្សកើតអញឃើញទេកុំខ្វល់រឿងគេថាសំខាន់យើងធ្វើបុណ្យវាត្រូវតែចង់បានបុណ្យអានិសង្ឃអញ្ចឹងហើយចង់បានចិត្តគាត់មិនមែនធ្វើដូចចង់បានឲ្យគេនឹងវាខុសពីរឿងដែលបុណ្យធ្វើដើម្បីគេតែនេះគេនិយាយដើម្បីបុណ្យមកខ្លួនឯងចង់បានអានិសង្ឃចង់បានបុណ្យព្រោះអីយើងជាពុទ្ធជនយើងត្រូវតែចង់បានអញ្ចឹងហើយបងប្អូនមើលយើងនិយាយយ៉ាងម៉េចក៏ដោយឲ្យមនុស្សវាស្ដើងអញព្រោះក្នុងកលៈទេសៈឥឡូវហេតុអញកាន់តែច្រើនមិនអាចបោះមនោគមវិជ្ជាហូរជាមិញបានទេមិនអាចបានទេបងប្អូនលក្ខណៈពិសេសរបស់ពលមួយគឺពលដែលគិតទៅដល់ជាតិសាសន៍របស់ខ្លួនស្ដើងអាប្រយោជន៍តបខ្លួននឹងក្តីសុខរបស់យើងអញហ្នឹងវាតូចជាងក្តីសុខរបស់ជាតិសាសន៍យើងបានអាចដោះមនោគមវិជ្ជារបស់សាសន៍គេបានដល់រាល់ថ្ងៃនេះអាត្មាទោះហើយថាដូចយកស៊ីម៉ង់ហ្នឹងទៅចាក់មិនឲ្យងើបយើងកំពុងតែកោះអាតបោកហ្នឹងចាក់ដល់ពេលរាល់ថ្ងៃបងប្អូនគឺយកស៊ីម៉ង់ទៅចាក់បន្ទុកថែមបងប្អូនមើលហើយយងឡើងប្រសាចតារឿងឲ្យមនុស្សលះអញហ្នឹងហ្មងដល់ពេលគេនិយាយចឹងអស់អីតមួយយើងជាពុទ្ធជនយើងត្រូវតែចង់បានអានិសង្ឃចឹងហើយបើចោលប្លន់ក៏មិនត្រូវចាប់ដាក់គុកបងប្អូនចាណាមើលបើចោលប្លន់ក៏មិនត្រូវចាប់ដាក់គុកចាប់លោបកូនគេក៏មិនត្រូវចាប់ដាក់គុកព្រោះអីពុទ្ធជនណាពុទ្ធជនវាត្រូវតែមានអញ្ចឹងហ្មងចឹងបាច់ធ្វើច្បាប់ទេបើធម្មជាតិវិច័យមកអញ្ចឹងហើយវាមិនអនាចារបងប្អូនគិតតិចមើលទី1ក្នុងកលៈទេសៈឥឡូវមិនឲ្យមនុស្សកើតអញទី2ផ្ទៀងផ្ទាត់ជាមួយនឹងកម្ពីដែលព្រះសម្មាសម្ពុទ្ធសម្ដែងជាទូទៅបងប្អូនមិនដែលឲ្យមនុស្សនឹងកើតអញទេបងប្អូនធៀបអញបងប្អូននិយាយហើយនិយាយទៀតបងប្អូន
ចង់រៃបងប្អូនផ្ទះដែលយើងអាចត្រូវសង្គ្រោះបានមិនអាចនឹងត្រូវសង្គ្រោះបានដោយសារធាតុអាចនឹងហ្មងបងប្អូនចង់រៃរលរុកណាស់បងប្អូនចង់រៃរលរុកណាស់តើតកើតចេញពីយើងស្អប់ឲ្យរឿងគិតប្រយោជន៍តខ្លួននឹងហើយលឺគេនិយាយឲ្យមនុស្សកើតអញបងប្អូនស្អប់កិញចេញពីក្នុងពោះហើយចេញទៅសកម្មភាពប្រឆាំងអទុសនៈឡប់ធ្វើដើម្បីខ្លួនឯងនឹងបងប្អូនធ្វើដើម្បីខ្លួនឯងនឹងសោកសៀតឌៀមដាមដល់ពេលយើងវាយជុំទិសពេកទៅបងប្អូនអ្នកសាសនាបងប្អូនគេថាមិនញាតិញោមគេថាមិនគេថាឥឡូវមានគេថាអាត្មាហ្នឹងមហាចៅក្នុងពុទ្ធសាសនាអីញោមកាត់មើលគេទុកថងយាមមិនអាត្មាលួចបានបងប្អូនមើលគេថាអាត្មាហ្នឹងចៅថងយាមហើយចុះគេទុកថងយាមហ្នឹងអាមិនសុកសៀតគេទុកថងយាមហ្នឹងអាមិនអាត្មាលួចបានញោមគេសួរញោមគេហ្នឹងញោមញាតិញោមណាអ្នកណាថាយើងចៅអ្នកហ្នឹងឲ្យចៅបងប្អូនមើលអ្នកកាផេលហើយយើងថាទៅវិញអូឲ្យថាគេចោលចុះឯងថាអញវិញណាចោលឯងចោលដែរមកណាចោលអ្នកដែលថាគេចោលអ្នកឯងថាអញ្ចឹងហើយចុះអ្នកឯងថាខ្ញុំចោលអ្នកថាខ្ញុំថាឲ្យគេនឹងចោលចុះអ្នកថាខ្ញុំចោលបកត្រឡប់គឺយើងប្រចាំង7បច្ចាកញ្ចក់អញ្ចឹងប្រចាំង7វាប្រចាំមកវិញទៅភ្លឺទៅក្រោយវិញវាអត់ភ្លឺទៅកញ្ចក់អ្នកថាខ្ញុំនឹងចោលព្រោះតែខ្ញុំថាអ្នកចោលចុះអ្នកថាខ្ញុំចោលនឹងចោលដែរដូចពាក្យអាត្មាច្រើននិយាយអញ្ចឹងអើតែដៀលគេថាឲ្យគេនឹងចំណែនគេមិនចោះឯងថាអញនឹងចំណែនអញមិនណាវាត្រឡប់វិញបងប្អូនហើយសោកសៀតឌៀមដាមប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេបងប្អូនទេសនាផ្អែមអញ្ចឹងឯណាតែនៅពីក្រោយចាំចាប់ផុសតាងយើងច្រើនណាស់រីខតសលេងចាំប្តឹងយើងទៅក្រសួងព័ត៌មានដើម្បីបិទកម្មវិធីយើងនឹងចោលតែហ្មងបងប្អូនមើលតើសាហាវអត់បងប្អូនពួកអ្នកនយោបាយសង្គ្រោះជាតិសង្គ្រោះអីវាយយើងវាអត់ជាប់សិលវាជេរយកដល់ពេលយើងបងប្អូនថាយកដល់ពេលនោះវាជាប់សិលដល់ពេលជាប់សិលអត់ហ៊ាននិយាយពីកហេតុកហេតុមែនតែភាសាបងប្អូនឌៀមដាមសោកសៀតនៅពីក្រោយធ្វើសកម្មភាពចង់ឲ្យយើងនឹងវិនិច្ឆ័យហ្មងបងប្អូនតើពឹសពលអត់បងប្អូនពឹសពលអត់អាពឹសពលហើយបង្ហាញភាពពឹសពលបងខ្លួនចេញពីពវៀនបតាំងហ្មងមិនសូវអីបងប្អូននេះអាព្យាយាមធ្វើផ្អែមនេះបងប្អូនតែនៅពីក្រៅវិញនិយាយពីពឹសពលបងប្អូនមានអារម្មណ៍ថាបងប្អូនមិនក៏សាហាវម្លេះសាហាវណាស់ហើយអះអាងថាខ្លួនឯងនឹងអ្នកកាន់ពុទ្ធសាសនាហើយចង់ឲ្យពុទ្ធសាសនារីកចម្រើនបានពេលកឋិនម្ដងបងប្អូនអាត្មាទោសឬអាចារ្យសូត្រអញ្ចឹងអាត្មាសឹងតែឲ្យអាចបនកឋិនដាក់បាសរាំក្នុងវត្តហើយសូត្រចង់ឲ្យពុទ្ធសាសនារីកចម្រើនអាត្មាថានេះសូត្រអត់មើលហ្មងសូត្រនេះសូត្រឲ្យតែបានពេលថាសូត្រហ្មងសូមឲ្យពុទ្ធសាសនារីកចម្រើនតសូត្របានស្រួលបងបាក់ខ្ទឹងក្នុងវត្តមកហើយចង់ឲ្យពុទ្ធសាសនារីកចម្រើនបានអាត្មាចិត្តគិតមើលយីដល់ថ្នាក់នឹងបងប្អូនពេលខ្លះបងប្អូនគេប្រឆាំងអាត្មាគេស្អប់អាត្មាបងប្អូនស្មានតែយើងទៅវេទិកាទៅដាក់គេខ្លាំងជាងគេក្តៅគេរករឿងបងប្អូនហើយអ្នកខ្លះមិនមែនក្តៅរឿងហ្នឹងក្តៅរឿងអាត្មាទេថោទឿដល់សុំសម្រួលអាត្មាដេចគុណកំទេរឿងអត់ដល់គេទេដល់គ្រប់គ្នាដេចគុណឯងទេថាអត់ដល់វិញស្មានតែរឿងអីធំរឿងប៉ុណ្ណឹងរឿងទេអត់ដល់សោះបងប្អូនមើលទៅជាអាហ្នឹងបញ្ហាវិញយើងទេតាមហេតុផលនៃពុទ្ធស្រាប់ដល់ពេលយើងទេអញ្ចឹងវាទៅណោពួកយើងទេផ្សេងបងប្អូនហើយពេលសូត្រចង់ឲ្យពុទ្ធសាសនារីកចម្រើនបានអាត្មាថានេះមាត់ផ្សេងចិត្តផ្សឹងអញ្ចឹងអូអត់ចេះខ្មាស់គេទេអីមាត់ផ្សេងចិត្តផ្សឹងចង់ឲ្យពុទ្ធសាសនារីកចម្រើនហើយមកចោត LDP ថា LDP ហ្នឹងជាអ្នកបំផ្លាញសាសនាវប្បធម៌ប្រពៃណីនិយាយបន្តិចមកយើងខ្មែរយើងត្រូវរក្សាវប្បធម៌ប្រពៃណីកុំជឿអ្នកដទៃកុំទុកចិត្តអ្នកដទៃកុំជឿបុគ្គលណាមួយកុំស្ដាប់បុគ្គលណាមួយឃើញទេបងប្អូនសំដីសោកសៀតឌៀមដាមរហូតសោកសៀតឌៀមដាមរហូតបងប្អូនថាយើង LDP នេះនិយាយអញ្ចឹងចង់បំផ្លាញសាសនាចង់បំផ្លាញវប្បធម៌ប្រពៃណីអាត្មាចង់ស្រែកសួរវិញចោះអាណាបុណ្យទានយកបាដាក់ក្នុងវត្តពពុទ្ធឯណាត្រាស់មកថាអញ្ចឹងហើយដឹងថាអានឹងវិន័យអត់ដឹងថាអានឹងពពុទ្ធហាមអត់ល្មិចក៏អ្នកធ្វើអញ្ចឹងបងប្អូននៅផ្ទុយពីពពុទ្ធច្រើនណាស់ហើយចង់ឲ្យពុទ្ធសាសនារីកចម្រើនដោយតែថ្វាយអង្គមទៅសើព្រះទៅសើអីពពុទ្ធព្រះអង្គល្អណាស់ព្រះអង្គវិសេសណាស់វាចាកកិលេសតាំងពួងអតិបិសោតិបិអីហ្នឹងបងប្អូនជំនាន់ពពុទ្ធបងប្អូនវគ្គលិភិក្ខុចូលបួសមិនមែនចូលបួសព្រោះតែរឿងវិបស្សនាបងប្អូនចូលបួសព្រោះតែតាមតសើពពុទ្ធល្អពេកឃើញព្រះអង្គមកចេះលើកសរសើរព្រះអង្គល្អណាស់ស្បែកសសាច់ខ្ចីសម្រស់ស្អាតសំឡេងពីរោះទេសនាមានបត់បងបត់ចើមបត់ដើមអស់កិលេសទាំងពួងព្រះអង្គប្រសើរលើលោកពុទ្ធធម្មតាទេដៀលហ្មងមនាលមុខបរោះតសើព្រះអង្គក្នុងជំនាន់ពុទ្ធបងប្អូនតសើដេញវគ្គលិដេញចេញហ្មងវគ្គលិឯនេះអន់ចិត្តងរលត់ពីលើភ្នំកិច្ចចកោតសម្រាប់ខ្លួនពុទ្ធអាណិតនឹកឃើញតែដល់កាលហើយក៏ទៅប្រុសវគ្គលិនឹងបងប្អូនពុទ្ធអាម៉េចបងប្អូនតសើព្រះអង្គនៅចិត្តព្រះអង្គទេសដៀលផងហើយចុះយើងបងប្អូនយកមាសទាំងកឡ
តើបូជាដល់ស្រុកព្រះបងប្អូនមើលជិះយន្តហោះទៅបូជាដល់ថាមើលអ្នកទៅស្រុកឥណ្ឌាបងប្អូនមានអារម្មណ៍ថាដូចឃ្លានបនពីអង្ការដូចយើងដាច់បាយពីអង្ការអញ្ចឹងណោះអីអាឡាមិនបានជាឃ្លានអីឃ្លានដល់ថ្នាក់ហ្នឹងណោះឃ្លានចង់បានបនឃ្លានអីក៏ឃ្លានខ្លាំងម្ល៉េះមើលមុខសាធុកចង់បានបនដូចពីមុខនេះឃ្លានដូចដាច់បាយរាប់ឆ្នាំអញ្ចឹងណាបានបាយស៊ីសវាយោអញ្ចឹងណាបងប្អូនហើយប្រពុតទៅជំនាន់ប្រពុតវគ្គកលិពីខូតតែតសើទាំងយកទាំងសាយអត់មានបដិបត្តិធម៌សោះអត់មានបដិបត្តិធម៌សោះបងប្អូនព្រះអង្គស្ដីឲ្យហើយចោះយើងបងប្អូនព្រះអង្គចេញចាក់ផ្ទះចេញចាក់ទ្រព្យសម្បត្តិបងប្អូនយើងឥឡូវយកមាសយកប្រាក់ឲ្យថាខ្លួនឯងនឹងជ្រះថ្លាជាមួយប្រពុតបងប្អូនមើលជ្រះថ្លាជាមួយប្រពុតតែមិនទៅរួចបើអ្នកមិនតាន់តែស្គាល់អីធម៌អត់ដឹងថាធម៌នឹងវាអស់ចាកម្រិតណាទទួលបានផលនឹងផងហើយអ្នកជ្រះថ្លាក៏ដែរគ្រាន់តែអ្នកយល់ធ្វើក្បាលចាំនឹងកម្ពីហ្នឹងហើយជំនឿតគ្នាមកថាវាអញ្ចឹងហ្នឹងអ្នកចេះខ្លាទៅរួចដែរចេះខ្លាទៅរួចដែរបងប្អូនមើលកន្លែងហ្នឹងបានថាសពថ្ងៃគេនិយាយថាសុំឲ្យពុទ្ធសាសនារីកចម្រើនបងប្អូនសុទ្ធតែរឿងប្រឡប់ទាំងអស់ចង់ឲ្យពុទ្ធសាសនារីកចម្រើនតែធ្វើហេតុឲ្យពុទ្ធសាសនានឹងវិនិច្ឆ័យពធព្រះអង្គវិនិច្ឆ័យបងប្អូនហើយមកចោត LDP យើងថា LDP នឹងបំផ្លាញសាសនាដោយរឿងបនអីបនជុំបិណ្ឌជុំអីហ្នឹងពួក LDP ចង់បំផ្លាញសាសនាតែពេលកឋិនវាដាក់បាសម៉ែអើយអាវត្តខ្លះដាក់សុទ្ធតែអុកកេះនិយាយពីស្រីរំសុទ្ធតែស្លៀកធំកលៀនបងប្អូនមើលធំកលៀនលោកមើលឡើងសាច់ដុំកលេះចឹងអីបានតែថាយើងផ្លាញមើលអាណាមផ្លាញជាងអាណាមផ្លាញជាងបើថា LDP បំផ្លាញប្រពៃណីទលាមត្រឡប់មែនការកុំឲ្យមានធំបាសការកុំឲ្យមានអុកកេះការ3ថ្ងៃវិញមិនក៏ធ្វើដូចមុនទៀតទៅបើថា LDP ប៉ັດជាបំផ្លាញវប្បធម៌ប្រពៃណីមែនអាណាមផ្លាញប្រកាសអាណាមផ្លាញប្រកាសវត្តជាទូទៅនៅស្រុកខ្សែបងប្អូនបើមិនលខោនកុនហើយនៅក្នុងវត្តមិនធ្វើអីបងប្អូនច្រាស់ស្រាលេងលបែងស៊ីសងរំកវីគូតមកថាសពសារពើវត្តវាទៅឃ្លាំងរាំងកសាសម្រាប់ពុកក្មេងៗរំនៅពេញវាមានក្លឹបស្រាប់នៅស្រុកស្រែអត់មានក្លឹបវត្តហ្នឹងកន្លែងសពគ្រប់ហ្មងបងប្អូនកន្លែងសពគ្រប់ហ្មងតែកើតវត្តមកនេះបងប្អូនថាគ្មានអីរឿងសបាយហ្នឹងហ្មងតែគ្មានអីរឿងសបាយហ្នឹងហ្មងវាទៅវត្តហ្នឹងទៅរាំងកសាហ្នឹងហើយបើថាវត្តណាអត់ដាក់វាទៅជារឿងវត្តហ្នឹងដូចយ៉ាប់វិញបងប្អូនវាទៅអញ្ចឹងបងប្អូនវាទៅអញ្ចឹងហើយគេចង់ឲ្យពុទ្ធសាសនារីកចម្រើនទៅមិនទៅរួចបងប្អូនមើលមាត់ផ្សេងចិត្តផ្សឹងមើលសកម្មភាពឲ្យអញ្ចឹងតិចតែធម្មចាលោកទេសនាសពថ្ងៃតិចតែចេញទៅថាអញ្ចឹងគេអត់ហ៊ានថាទេខ្លាចប៉ះគេដល់យើងថាវិញចេញមកការពីព្រាតហ្មងបងប្អូនចេញមកព្រាតហ្មងមាត់អះអាងថាស្រឡាញ់ពុទ្ធពធប្រសង់តែធ្វើហេតុផ្ទុយពីនឹងទាំងអស់បងប្អូនចេញមកការពីពុទ្ធមិនដែរចេញការពីភិក្ខុដែលធ្វើខុសនឹងមានតែស្ដីឲ្យថែមអាយើងធ្វើខុសស្រាប់តែចេញមកការពីហ្មងបងប្អូនមកកាន់ជើងមាននឹងខ្យល់អីផងអត់មានពិភាក្សាក្រុមនេះអ្នកឯងធ្វើខុសមិនយើងត្រូវភាសាមិនដើម្បីគ្រប់គ្រងគណៈបកពួកយើងនឹងឲ្យវិរិយចម្រើនមិនកុំឲ្យគេតេដៀយើងបប្រតិបត្តិមិនឲ្យវាសំរុំអត់ទេបងប្អូនចេញមកការពីទាំងប្រទាំងប្រទើមកថាចង់យ៉ាប់ជាគ្រិស្តសាសនាចង់យ៉ាប់ជាងអ៊ីស្លាមផងថាអញ្ចឹងគេថាអាត្មាពួកថ្មិលទៀតណាពួកថ្មិលទៀតណាបងប្អូនសកម្មភាពផ្ទុយអំពីអ្វីដែលព្រះពុទ្ធព្រះអង្គធ្វើហើយវត្ថុបំណងព្រះអង្គទាំងអស់ហើយមាត់អះអាងថាជាអ្នកកាន់ពុទ្ធសាសនាសូមឲ្យពុទ្ធសាសនារីកចម្រើនរុងរឿងបងប្អូនមើលអានោះជាហេតុដែលធ្វើឲ្យសង្គមយើងបងប្អូនឆាប់អន្តរាយតាមផែនការគេណាហើយផែនការគេបងប្អូនមិនអាចអនុវត្តបានពេញលេញនៅពេលដែលយើងមានមនសិការគ្រប់គ្នានិយាយឲ្យពលរដ្ឋហ្នឹងអត់មានកើតអញហើយចូលរួមកសាងសង្គមហ្នឹងបងប្អូនដោយកណ្ដាប់ដៃដោយគ្មានចង់បានអីត្រឡប់អំពីការងាររបស់យើងដោយទឹកចិត្តមនោសញ្ចេតនាចំពោះមេត្តាភូមិយើងប៉ັດប្រកាសបងប្អូនសរុបមកផែនការរបស់គេដែលអាត្មាគិតមើលបងប្អូនសម្រាប់មនុស្សសម្រាប់សេដ្ឋកិច្ចប៉ុណ្ណឹងមិនតាន់គ្រប់គ្រាន់ស្មើនឹងសម្រាប់មនសិការរបស់ជនជាតិមួយដែលលេចឲ្យខ្វល់ពីសង្គមខ្លួនឯងពួកអ្នកខាងនយោបាយបងប្អូនគេសម្រាប់មនសិការតាមបែបនយោបាយដូចសំរងស៊ីអីបងប្អូនសម្រាប់ទឹកចិត្តអ្នកគាំទ្រនឹងខ្លាំងណាស់នេះចៃដន្យឲ្យបងប្អូនដែលយើងបង្កើតគណៈបកមកដែលជាគណៈបកយើងទាំងអស់គ្នាបងប្អូននៅពេលដែលអ្នកដែលបាក់ទឹកចិត្តចំពោះសង្គ្រោះជាតិបងប្អូនគេយល់ថាយើងល្អគេមានទីពឹងសម្រាប់តោងថ្មីចោះសម័យមើលបងប្អូនបើ LDP មិនបានកើតឡើងនៅលើទឹកដីសវណ្ណភូមិនឹងទេបងប្អូនសួរតើតើពួកគាត់បាក់ទឹកចិត្តគាត់ទៅទីពឹងអីដូចមនុស្សស្រីបងប្អូនដែលវាខូចចិត្តក្មេងៗខ្លះវាប្រឡប់បាក់ដប់ធ្លាក់បងប្អូនវាខូចចិត្តគ្រួសារស្ដីឲ្យផងងាកទៅមិត្តភក្តិប្រអាប់ងាកទៅអ្នកជុំវិញថាប្រអាប់សពសារពើអត់យល់អំពីចិត្តសាស្ត្រមនុស្សដែលកំពុងបាក់ទឹកចិត្តបងប្អូនអស់សង្ឃឹមកាន់តែខ្លាំងបងបាក់ស្បាតពេលដែលវាបាក់ស្បាតអញ្ចឹងបងប្អូនវារស់នៅអោបជាមួយនឹងភាពភ័យខ្លាចរហូតអោបនឹងភាពអស់សង្ឃឹមរហូតបងប្អូនគិតមើលវាអត់មានទីពឹងបំណងថ្មីយើងឯងបងប្អូនសំណាងណាស់ដែលពន្លក LDP បានដោះចាប់កំណើននៅលើទឹកដីសវណ្ណភូមិតាន់ពីសំរងស៊ីក្បត់
ឆានតៈរបស់អ្នកគ្រប់គ្រងរបស់ខ្លួនបំបាក់ទឹកចិត្តដល់បងប្អូនបើអត់មាន LDP ទេមិនដឹងតែពួកគាត់ដល់បងប្អូនចាត់ទុកនយោបាយនឹងជាស្អីទេបងប្អូនមិនស្រួលឲ្យទៅលើវិទ្យុណានិយាយនយោបាយបោកវិទ្យុចោលបងប្អូនក្តៅនេះសំណាងហើយយើងបានជាទីពឹងថ្មីបន្ទាប់ពីគាត់បាក់ចាស់រត់មកយើងមិនមែនព្រោះតែគាត់ហ្នឹងបាក់ចាស់មកទេប៉ុន្តែព្រោះទៅយល់តែយើងល្អពិតប្រាកដមកបងប្អូនមកសំរាំងស៊ីគណៈបកនេះបំបាក់ទឹកចិត្តខ្មែរនឹងច្រើនណាស់រត់មកយើងខ្លះទៅបែកទៅគណៈបកជាជនខ្លះទៅនេះទៅនោះខ្លះទៅមុខមុំខ្លះទៅអញ្ចឹងហើយយ៉ែមពុញរិទ្ធយ៉ាប់នេះបងប្អូនមហាតបាជេស្រាប់ដល់អះអាងដូចមេខ្លួនឯងចឹងបងប្អូនហើយគណៈបកយើងនៅតែរឹងមាំគណៈបកយើងនៅតែឈ្នះអាទូកលិចដល់ជង្គង់ហើយទូកយើងទៅមុខលឿនណាស់ទូកយើងពិតជាខ្លាំងណាស់ទូកយើងប្រកាសជាឈ្នះអាអ៊ំនៅក្រោយគេយឺសម្ដេចទៅធ្វើតែមិនដឹងប៉ុន្តែមេខ្លួនឯងនៅក្រៅស្រុកបងប្អូននិយាយត្រឡប់និយាយត្រឡិនថាមិនដឹងជាស្អីសំរងស៊ីបងប្អូនមិនដឹងស្អី55កៅអីគ្មានបានការស្អីសោះបានកូនក្រក់កាន់ក្នុងដៃហើយទៅសង្គ្រាមមានបានបាញ់អីមកគ្រាប់សោះកាន់តែកូនក្រក់ហ្នឹងគ្មានបានបាញ់អីសោះដើរតែកិច្ចគ្រាប់គេបាញ់សំរងស៊ីអាងកូនគ្រាប់55កៅអីហ្នឹងថាការពីកងកំភ្លើងចូលសមភូមិវាយមួយគេគ្មានបានវាយឯណាតន់រត់តែកិច្ចគ្រាប់កំភ្លើងគេណាកូនគ្រាប់55កៅអីជួយមិនបានមិនត្រឹមប៉ុណ្ណឹងកូនក្រក់55កៅអីការពីគ្រាប់ហ្នឹងបែកក្បាលទៀតអស់2នាក់ទៀតជាប់គុកអស់ប្រមាណអ្នកទៀតមេរត់ទៅក្រៅស្រុកទៀតបងប្អូនទស្សនភាពបែបហ្នឹងបងប្អូនមុនពេលបោះឆ្នោតក្រោយពេលបោះឆ្នោតឲ្យថ្មីបងប្អូនទាំងអាត្មាទាំងបងប្អូនជាទូទៅមិនអាចមានសមត្ថភាពវែកញែកដឹងតែសំនឹងស៊ីនឹងមនុស្សមិនខ្មិចទេក្បាលយើងបញ្ញាវាអន់មានតែពូគាត់ដែលគាត់អាចវែកញែកហែកដឹងពីភាពខូចរបស់ពូនឹងបានឥឡូវបងប្អូនសឹងតែមិនបាច់គាត់និយាយវែកញែកច្រើនតែអានឹងបោកចេញចុះបងប្អូនមើលតែលើគោកតែអាអ្នកបោកអាតាអាអ្នកត្រូវគេបោកហ្នឹងបងប្អូនមើលស្រួលហ្មងបាច់ណាវែកញែកប៉ុណ្ណឹងហើយនៅមានអ្នកគ្រប់គ្រងឲ្យអះអាងតែខ្លួនឯងនឹងគ្រាន់បើទៀតបងប្អូនអះអាងតែខ្លួនឯងគ្រាន់បើយើងនៅទៅរឹងមាំយើងដឹងតែឈ្នះអូសម្ដេចហ៊ុនសែនភ័យហើយព្រោះដឹងតែទៅមុខហ្នឹងយើងនឹងឈ្នះហើយបងប្អូនមើលតាប៉ុណ្ណឹងបងប្អូនតាប៉ុណ្ណឹងបងប្អូនហ្នឹងបងប្អូនបំបាក់ទឹកចិត្តខ្មែរនឹងច្រើនណាស់នឹងសម្លាប់មនសិការតាមបែបពូនយោបាយសម្លាប់មនសិការតាមបែបពួកអ្នកធ្វើការលេងខ្វល់ពីសង្គមនឹងផ្សេងទៅអូយកូននេះគិតតែពីរ៉ូស៊ីទៅកុំខ្វល់អីសាលាសម្រាប់ខួរក្បាលក្មេងៗមនសិការក្មេងតាមបែបសាលាទៅកុំខ្វល់ពីរឿងសង្គមកុំខ្វល់ជាអ្នកដទៃយើងរៀនឲ្យតែបានបន្ទុកខ្ពស់មានការងារធ្វើភាក់ខែច្រើនប៉ុណ្ណឹងគ្រប់គ្រាន់សម្រាប់មនសិការតាមបែបសាលាអប់រំទៅណែសាសនាណែធ្ងន់កហ្មងសម្រាប់មនសិការតាមបែបនិយាយបោកហ្នឹងទៅអានិសង្ឃបានច្រើនណាស់ពេលដែលយើងស្ដាប់ពធទៅពេលដែលយើងថ្វាយបង្គំព្រះបានអានិសង្ឃប៉ុណ្ណេះពេលដែលធ្វើទានជាមួយភិក្ខុសង្ឃបានបុណ្យនឹងច្រើនណាស់គួរឲ្យស្ងើចទៅសើចំពោះអ្នកធ្វើបុណ្យធ្វើទានដែលហ៊ានលះបង់មច្ឆរិយៈបងប្អូនមើលអត់ស្គាល់ស្អីមច្ឆរិយៈផងហ្នឹងមច្ឆរិយៈសេចក្តីកំណាញ់ប្រែខ្មែរឲ្យស្រួលយល់បងប្អូនគិតតែប្រយោជន៍តខ្លួនហ្នឹងដែលជាធាតុចង្រៃធ្វើមនុស្សមានទុកមានអញកាន់តែក្រាស់ទុកកាន់តែក្រាស់ខែយើងធ្វើដើម្បីរំដោះទុកហើយចុះហេតុអីបានជាយកធាតុប្រឡាក់ចិត្តទៅប្រឡាក់ខែបងប្អូនហើយគេថាលះមច្ឆរិយៈអាចធ្វើចង់បានបុណ្យមកខ្លួនឯងហ្នឹងណាអត់មានចិត្តអាណិតផងទៅបុណ្យរួចដែរបងប្អូនសាឡាត់មនសិការតាមបែបហ្នឹងទៅបំផ្លាញអាត្មាថាចង់បំផ្លាញខ្លាំងជាងពលនយោបាយផងអ្នកសាសនាហ្នឹងទុនខ្សោយណាស់គេងាយនឹងជីជាន់គេងាយនឹងធ្វើបាបបានណាចិត្តសាសខ្មែរយើងឲ្យតែមនសិការអន់ហើយបងប្អូនអត់មានលក្ខណៈជាពលរដ្ឋដែលមានលក្ខណៈឈឺចាប់មានលក្ខណៈខ្មាស់អៀនទេបងប្អូនដែលជាធាតុកម្ពុជារបស់ពលរដ្ឋមានកំណើតទៅបងប្អូនជាតិសាសន៍យើងមិនអាចត្រូវបានសង្គ្រោះពេញលេញហើយមិនអាចយកពលអញ្ចឹងបងប្អូនទៅរំដោះមនោគមវិជ្ជារបស់សាសគេបានទេដែលដាក់មនោគមវិជ្ជាចុងក្រោយបងប្អូនសម្រាប់មនសិការពេលនោះហើយបងប្អូនជាតិសាសន៍យើងបងប្អូនខ្លាចជាជនជាតិភាគតិចយើងបងប្អូនបើសិនណាជាយើងអត់អាចឲ្យពលរដ្ឋរបស់យើងបងប្អូនកើតមនសិការធាតុដែលគ្មានអញក្នុងនឹងធ្វើការដើម្បីអ្នកដទៃសុខសាន្តអត់ចង់បានអីមកវិញទេបងប្អូនកុំសង្ឃឹមតែជាតិសាសន៍មួយនេះបងប្អូនបានរីកចម្រើននឹងសូមចំណាប់អារម្មណ៍របស់មកពីសូមប្រមាណនេះសូមអរគុណ